ថ្មីនេះខ្ញុំមានអារម្មណ៍ស្មុគស្មាញមែនទែនអញ្ចឹងបានជាខ្ញុំខានចេញវីដេអូ vlog មួយរយៈអ្នកដែលបានតាមដានខ្ញុំក៏ដឹងថាខ្ញុំមានទុក្ខវិបត្តិទី1គឺជារឿងទឹកដីប្រទេសជាតិទី2គឺជារឿងសោកសៅពេលខ្ញុំបានដឹងទំនឹងថាតារាចិនដែលខ្ញុំស្រឡាញ់ជាងគេក៏បានទទួលមរណភាពហើយគាត់ឈ្មោះយូម៉ុងណុងហើយខ្ញុំតែងតែមើលរឿងគាត់ជាប្រចាំចាប់តាំងពីថ្ងៃនឹងមកខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងទៅធ្វើបុណ្យឲ្យគាត់នៅឯវត្តខ្មែរជួនពេលថ្ងៃបុណ្យភ្ជុំបិណ្ឌខ្មែររបស់យើងខ្ញុំអាចឧទ្ទិសកុសលទៅដល់គាត់ហើយនឹងវីរបុរសខ្មែរកងទ័ពដែលបានពលីជីវិតការពារទឹកដីកម្ពុជាបុណ្យវិធីភ្ជុំបិណ្ឌនេះគឺជាបុណ្យដែលសំខាន់បំផុតក្នុងទំនៀមទម្លាប់ខ្មែរយើងឆ្នាំនេះខ្ញុំបានទៅបុណ្យហើយជូនមគ្គផលកាន់ទៅដល់អ្នកមានគុណទាំងឡាយខ្ញុំបានចូលទៅបាំងស្កូលឧទ្ទិសកុសលជូនទៅដល់បុព្វការីជននិងផ្សាយមេត្តាផ្ដល់ឲ្យវិញ្ញាណក្ខន្ធដែលវង្វេងឬអកុសលបន្ទាប់ពីខ្ញុំបានបាំងស្កូលដាក់បាតដាក់ចង្ហាន់រួចរាល់អស់ហើយខ្ញុំបានត្រឡប់មកផ្ទះវិញខ្ញុំយកពេលវេលានេះមកកាន់ទុកឲ្យគាត់សូមឲ្យវិញ្ញាណក្ខន្ធគាត់ទៅបានសេចក្តីសុខ Farewell my favorite beloved Chinese actor Yu Meng Nong I will miss you forever